សម្រាប់អ្នកដែលកម្មវិធី CapCut ទៅវាមានបញ្ហាត្រង់លោតពាណិជ្ជកម្មណាដោយសារ CapCut version ក្រោយដែលអាប់ដេតមកគឺវាតែងតែលោតពាណិជ្ជកម្មដោយអន្តរយើងចុចចូលអញ្ចឹងគឺវាពាណិជ្ជកម្មពីបេតុងច្រើនដំណាក់កាលថ្មយើងបានទៅកាត់វាអត់ដូចមុនទេអញ្ចឹងហើយអ្នកដែលធុញនឹង CapCut គឺយើងមានកម្មវិធីជំនួសគឺខ្ញុំណែនាំកម្មវិធី VN នេះមិនមែនវៀតណាមទេណានេះគឺ application របស់គេឈ្មោះអញ្ចឹងព្រោះវាស្រដៀងនឹង CapCut ដែរគាត់ថាបើសិនយើងប្រើ tablet គឺឲ្យដាក់ផ្ដេកតែបើទូរស័ព្ទខ្ញុំសាកកាត់đấyគឺវាដាក់បញ្ឈរធម្មតាទេហើយវាស្រដៀង CapCut ក៏តែវាអត់មានពាណិជ្ជកម្មទេវាមាន function ជាច្រើនដូចនឹង CapCut ដែរកន្លែងខ្លះគឺវាមានលើស CapCut ទៀតអត់ទេខ្ញុំសាកចុះអីវាចំណុចពិសេសរបស់វាគឺវាអត់មានពាណិជ្ជកម្មទេអានេះខ្ញុំប្រើ tablet វា load អញ្ចឹងខ្ញុំតែបើក្នុងទូរស័ព្ទគឺវាដូច CapCut មកដូចកន្លែងនេះ add plane អាក្រោមនេះ add text អាក្រោមនេះ add រូបភាពអីអញ្ចឹងទៅអញ្ចឹងវាមានដូច CapCut ដែរហើយវាមាន filter មានអីមាន function ជាច្រើន option ជាច្រើនសម្រាប់កាត់តវីដេអូអញ្ចឹងវាអត់បញ្ហាទេយើងអាចជំនួស CapCut ដោយកម្មវិធី free មិនអស់លុយសូម្បី1រៀលគឺគាត់ថាវារៀងប្លែកជាងបន្តិចបន្តួចអញ្ចឹងគាត់ថាយើងរៀងប្រើ2-3ថ្ងៃទៅវាស៊ាំបើ option អីវាដូចនឹង CapCut 100%វាកន្លែងខ្លះវាលើសហើយចំពោះការ save វីដេអូគឺយើង save បានរហូតដល់ 4K 60 frame យើង save បានដូច CapCut ដែរនិយាយទៅយើង extract វីដេអូគឺមាន function ដូចគ្នាទាំងអស់អានេះគឺស្រីសាយក៏លើទំហំមានច្រើនទំហំនិយាយរួមទៅវាដូចយើងកាត់ YouTube យើងកាត់ Instagram កាត់ TikTok អីចឹងទៅអញ្ចឹងមានតែប៉ុណ្ណឹងគាត់ថាកម្មវិធីហ្នឹងឈ្មោះថា VN យើងចូលនៅក្នុង Play Store មកយើង search VN ទៅវាចេញយើង search VN វាចេញវីដេអូ editor ហ្នឹងយើង download វាទៅប្រើបានធម្មតាចំពោះ CapCut ខ្ញុំនិយាយទៅវាល្អតែបញ្ហាមួយគឺវាតាំងតែពីវាបើកមកងារ Pro ច្រើនពេកមកងារ Pro ហ្នឹងតើយើងបង់លុយវាបានវាបើកឲ្យប្រើហើយមកងារ Pro ហ្នឹងមកខ្ញុំមួយទៀតសំខាន់មួយទៀតគឺវាពាណិជ្ជកម្មតម្រាំកាត់វីដេអូបានហ្នឹងវាពាណិជ្ជកម្ម 4-10 ពាណិជ្ជកម្មបាត់ហើយគាត់ចេញចូលហ្នឹងក៏វាពាណិជ្ជកម្មផ្សារអញ្ចឹងហើយបើខ្ញុំឈប់ប្រើនឹងទៅចិត្តមកប្រើ VN វិញ